មានបងប្អូនខ្លះគាត់ឆាតប្រាប់ខ្ញុំថាគាត់រកមកជួបកូនម៉ែយូរហើយមិនដឹងថាទិញនៅណាទេឥឡូវគាត់បានជួបហើយអញ្ចឹងគាត់ក៏មកយកទៅញ៉ាំតែម្ដងហើយចំពោះបងប្អូនអរគ្នាចង់បានជាមួយនឹងមេមកជួបកូនម៉ែយកទៅធ្វើម្ហូបទុកញ៉ាំឬក៏បងប្អូនចង់ចិញ្ចឹមអីបងប្អូនអាចឆាតសួរខ្ញុំបានខ្ញុំនឹងប្រាប់ពីវិធីចិញ្ចឹមទោះបងប្អូនអត់ទិញក៏អត់អីដែរបងប្អូនអរគ្នាហើយលេខទូរស័ព្ទគឺខ្ញុំដាក់នៅខាងលើវីដេអូហ្នឹងឬក៏បងប្អូនអាចឆាតចូលក្នុង page ខ្ញុំក៏បានដែរហើយនេះខ្ញុំរៀបចំវិខ្ចប់ផ្ញើទៅឲ្យបងនៅខាងភ្នំពេញគាត់កំងយកទៅមកកំប៉ុងអញ្ចឹងណាបងប្អូនចានិយាយទៅយើងយកទៅតែមកកំប៉ុងហ្នឹងគឺយើងមិនបែកបានច្រើនមែនទែនបងប្អូនអរគ្នាដោយសារតាមេហ្នឹងវាទូចទូចអញ្ចឹងយើងគ្រាន់តែយកទៅដល់យើងលាងបាយឲ្យស្រស់ទឹកហើយយើងដាក់បន្ថែមចូលក្នុងធុងហ្នឹងទៅពេលវាកាច់កើតហើយយើងអាចយកមកធ្វើម្ហូបញ៉ាំបានហើយបងប្អូនខ្លះទៀតគាត់ថាគាត់យកទៅដាក់ឲ្យចំណីត្រីអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនមានតម្រូវការចង់បានជាមួយនឹងមេមកជួបកូនម៉ែអីបងប្អូនអាចតាក់ទងតាមលេខទូរស័ព្ទឬក៏ឆាតចូលក្នុង page បានអរគុណច្រើន